ព័ត៌មានក្តៅទើបទទួលបានពីបញ្ហាព្រំដែនថៃកម្ពុជាពី KOY Breaking Share ថ្ងៃនេះបើថៃមិនបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកកម្ពុជានឹងបិទច្រកព្រំដែនទាំងអស់សម្ដេចតេជោហ៊ុនសែនការបិទច្រកយោធាថៃជាអ្នកបិទដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើកមានការស្នើសុំចរចាតើមានស័ក្តិសមទេដែលត្រូវចរចាបែបនេះកម្ពុជាមិនទទួលយកបានទេចំពោះការចរចាបើកច្រកព្រំដែនសូមប្រជាកសិករថៃកុំបន្ទោសកម្ពុជាស្ដីពីកម្ពុជាបិទច្រកដូងសូមពលរដ្ឋថៃទៅតវ៉ាជាមួយនឹងយោធាថៃដោយខ្លួនឯងទៅព្រោះយោធាថៃជាអ្នកបិទមុនដែលជាការបំពានច្បាប់ហើយបើថ្ងៃនេះថៃមិនបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកកម្ពុជានឹងបិទច្រកព្រំដែនទាំងអស់នេះមកយោងតាមការចុះផ្សាយនៅក្នុង page CNC TV នៅថ្ងៃទី16ខែមិថុនាឆ្នាំ2025មុននេះបន្តិចពាក់ព័ន្ធនឹងករណីនៃការបិទច្រកព្រំដែននេះផងដែរនៅមុននេះបន្តិចដូចគ្នាសម្ដេចតេជោហ៊ុនសែនបានបង្ហោះសារនៅលើផេកផ្លូវការរបស់សម្ដេចដែលមានខ្លឹមសារបែបនេះផងដែរថាសម្ដេចមិនបានមានប្រសាសន៍ឲ្យបិទច្រកព្រំដែនទាំងស្រុងនោះទេគឺបិទការនាំចូលផ្លែឈើនិងបន្លែពីប្រទេសថៃមកកម្ពុជាទូទាំងព្រំដែនក្នុងករណីថៃមិនបើកច្រកព្រំដែនឲ្យដូចដើមវិញក្នុងរយៈពេល24ម៉ោងដោយឡែកនៅក្នុងថ្ងៃនេះដែរព្រឹត្តិការណ៍ដែលកំពុងតែចាប់អារម្មណ៍មួយក៏បានផ្ទុះការចែកចាយពេញបណ្ដាញសង្គម Facebook ក្រោយពីមានវីដេអូមួយដែលពាក់ព័ន្ធនឹងរថយន្តមួយគ្រឿងបើកបរជ្រែគេច្រាឯងមិនគោរពគន្លងចរាចរណ៍ស្រាប់តែលោកផៃវណ្ណៈដាក់ចំបែបនេះថាអ្នកបើកបរគ្មានសិលធម៌គ្មានស្គាល់គន្លងផ្លូវបើកបរមិនចេះច្បាប់ចរាចរណ៍បានបើកបរដោយគ្មានការប្រឡងអូកូនឡានលើទឹកជាមូលហេតុនាំឲ្យបើកបរលើដងផ្លូវបង្កបញ្ហាច្រើនជាក់ស្ដែងដូចអ្នកបើកបររថយន្ត VW ដែលពាក់ស្លាកលេខជាឧទាហរណ៍ស្រាប់ក្នុងខ្លួនក្នុងខួរក្បាលមិនដឹងអាងស្អីទេបើកបរមិនគោរពកន្លងផ្លូវជ្រែគេជ្រែឯងមិនឲ្យជ្រែចូលបែរជាខឹងគេមានឡានបើកហើយមិនដេចមិនកសាងកិត្តិយសឲ្យថ្លៃថ្នូរទៅចាំបាច់បង្ហាញចរិតថោកទាបលើដងផ្លូវខ្លាចគេមិនដឹងថាខ្លួនមានកាឡាននឹងជិះមែនវីដេអូប្រភពវ៉ាន់សារាយនេះមកយោងតាមការបង្ហោះសារនៅលើគណនី Facebook របស់លោកផៃវណ្ណៈនៅថ្ងៃនេះតែម្ដងគឺថ្ងៃទី16មិថុនាឆ្នាំ2025